ចាស់ដែលធ្លាប់ឆ្លងកាត់របបអាវខ្មៅ3ឆ្នាំ8ខែ20ថ្ងៃតែងតែនិយាយដូចគ្នាថាសម័យនោះមនុស្សស្លាប់ច្រើនពេកស្លាប់ទាំងអត់ឃ្លានស្លាប់ទាំងវេទនាអយុត្តិធម៌រោគតែដីកប់ឲ្យត្រឹមត្រូវក៏គ្មានមិនថាតែតាមវាលស្រែតាមប្រឡាយទឹកឬក្នុងព្រៃជ្រៅទីសុទ្ធតែជាកន្លែងកប់សាកសពហេតុព្រោះតែការស្លាប់ទាំងក្តីគំនុំនិងការអត់ឃ្លានបែបនេះហើយទើបធ្វើឲ្យដួងវិញ្ញាណទាំងនោះមិនអាចទៅណាឆ្ងាយរហូតកើតជាព្រឹត្តិការណ៍លួងបន្លាចដល់ព្រឺព្រួយដែលអ្នកណាក៏មិនហ៊ានហើបមាត់និយាយដែរនាសម័យនោះបើមិនចង់ស្លាប់ខ្លួនដូចជាសាច់រឿងពិតមួយនេះអញ្ចឹងរឿងរ៉ាវនេះបានកើតឡើងទៅលើបុរសម្នាក់ឈ្មោះពូសានជានាមឧបកិច្ចកាលនោះក្នុងអំឡុងឆ្នាំ1977ពូសាននៅជាយុវជនម្នាក់ដែលមានកម្លាំងមាំមួនត្រូវបានអង្គការចាត់តាំងឲ្យចូលនៅក្នុងកងចល័តបុរសការងារប្រចាំថ្ងៃរបស់កងចល័តគឺត្រូវដើរផ្លាស់ប្ដូរទីកន្លែងពីស្រុកមួយទៅស្រុកមួយពីខេត្តមួយទៅខេត្តមួយដើម្បីធ្វើការធ្ងន់ដូចជាលើកទំនប់ជីកប្រឡាយនិងលិះសៃឈើក្នុងព្រៃជ្រៅរស់នៅក្នុងរបបនោះអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនមានតែការធ្វើការហួសកម្លាំងឬការហូបចុកមិនគ្រប់គ្រាន់នោះទេគឺភាពភ័យខ្លាចចំពោះពួកឆ្លូបឬមេកងដែលចាំតែចាប់កំហុសប្រជាជនឲ្យតែអ្នកណាធ្វើការយឺតយ៉ាវឬលួចនិយាយគ្នាខុសរឿងគឺច្បាស់ជាត្រូវគេនាំខ្លួនយកទៅរៀនសូត្រនៅពេលយប់ងងឹតហើយមិនដែលឃើញមានអ្នកណាត្រឡប់មកវិញឡើយនៅក្នុងកងចល័តជាមួយពូសានមានយុវជនម្នាក់ទៀតឈ្មោះអាមិតមិតហៅតាមសម័យនោះដែលជាមនុស្សស្លូតបូតបន្ទន់ខ្លួននិងតែងតែជួយយកអាសាពូសានគ្រប់ពេលថ្ងៃមួយដោយសារតែអាកាសធាតុក្តៅខ្លាំងពេកហើយបបរដែលអង្គការចែកឲ្យហូបមានតែទឹកសាបចែកធ្វើឲ្យអាមិតមិតអស់កម្លាំងល្វើយដើរទៅមុខស្ទើរមិនរួចពេលកំពុងលីដីលើកទំនប់គេក៏ដើររអុលជើងដួលធ្វើឲ្យលបជញ្ជូនដីធ្លាក់កំពប់អស់ពីលើទំនប់គ្រាន់តែរឿងប៉ុណ្ណឹងសោះមេកងឆ្លូបដែលឈរកាន់កំភ្លើងយាមនៅក្បែរនោះបានដើរមកទាត់អាមិតមិតមួយជើងយ៉ាងទំហឹងព្រមទាំងកំហុសជេរប្រមាថថាអាមិតនេះខ្ជិលច្រអូសមានសតិអារម្មណ៍មិនល្អប្រឆាំងនឹងការងារសមូហភាពយប់នោះឯងពេលដែលប្រជាជនដទៃទៀតកំពុងតែសំងំដេកនៅក្នុងរូងស្នាក់នៅពូសានបានឃើញពួកឆ្លូប2នាក់ដើរមកចងស្លាបស៊ីអាមិតមិតរួចបណ្ដាលចូលទៅក្នុងព្រៃធំខាងក្រោយការដ្ឋានទាំងបាត់ស្រមោលឈឹងពូសានដឹងច្បាស់ណាស់ថាមិត្តភ័ក្តិរបស់ខ្លួនមុខជាត្រូវគេយកទៅវាយចោលនៅគល់ឈើឬមាត់រណ្ដៅណាដាច់ស្រយាលក្នុងព្រៃនោះមិនខានគេបានត្រឹមតែក្តៅក្រហាយនិងសម្រក់ទឹកភ្នែកក្នុងភាពងងឹតមិនហ៊ានសូម្បីតែយំចេញសម្លេងព្រោះខ្លាចស្លាប់ខ្លួន2-3ថ្ងៃក្រោយមកការដ្ឋានត្រូវពន្លឿនការងារព្រោះមេឃចាប់ផ្ដើមរកកលចង់ភ្លៀងដើមឆ្នាំមេកងបានប្រកាសឲ្យកងចល័តទាំងអស់ធ្វើការវាយសម្រុកគឺត្រូវជីកប្រឡាយទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកយប់នោះមេឃងងឹតស្លុបគ្មានសូម្បីតែពន្លឺព្រះច័ន្ទឬតារាមានតែពន្លឺភ្លើងចន្លុះនិងភ្លើងគប់អុចព្រិចតាមមាត់ប្រឡាយដែលជះស្រមោលមនុស្សខ្មៅកំពុងលើកចបកាប់ដីទាំងរនងរណៃដូចខ្មោចលងពូសានឃ្លានបាយស្ទើរដាច់ពុះក្បាលក៏វិលមុខក៏ងងឹតតែដៃនៅតែប្រឹងកាន់ចបកាប់ដីភក់ស្អិតលើកបោះទៅលើមាត់ច្រាំងសំឡេងដែលមាននៅទីនោះគឺមានតែសំឡេងចបកាប់ដីឆាច់លាយឡំនឹងសំឡេងដកដង្ហើមធំរបស់អ្នកភូមិនិងខ្យល់យប់ដែលបក់មកត្រជាក់ស្រែបកាត់ស្បែកម៉ោងប្រហែលជាជិត2រំលងអាធ្រាត្រខណៈដែលមនុស្សគ្រប់គ្នាកំពុងតែអោនក្បាលធ្វើការស្ងាត់ស្រាប់តែពូសានបានឮសំឡេងចបកាប់ដីមួយបន្លឺឡើងពីក្នុងគុំព្រៃងងឹតខាងក្រោយខ្នងរបស់គេសំឡេងនោះឮឆាច់យឺតខុសចង្វាក់ពីគេឯងកន្លែងត្រង់គុំព្រៃនោះគឺជាតំបន់ហាមឃាត់ដែលពួកឆ្លប់តែងតែយកមនុស្សទៅសម្លាប់ហើយក៏គ្មានភ្លើងចន្លុះអុចទៅដល់ដែរដោយក្តីសង្ស័យព្រមទាំងមានអារម្មណ៍ព្រីក្បាលខ្ញាក់ពូសានក៏សន្សំងើបមុខឡើងលួចសម្លឹងទៅរកប្រភពសំឡេងក្រោមពន្លឺភ្លើងគប់ដែលបក់រីករលតាមខ្យល់ពូសានបានឃើញស្រមោលមនុស្សម្នាក់
ស្លៀកខោអាវពណ៌ខ្មៅរាងកាយស្គមស្គាំងដូចកូនកុកកំពុងតែលើកចោបកាប់ដីយឺតនៅក្នុងព្រៃនោះពូសានខំប្រឹងបើកភ្នែកសម្លឹងមើលឲ្យច្បាស់បេះដូងរបស់គេស្ទើរតែលូតចេញមកក្រៅពេលឃើញទម្រង់មុខនិងកាយវិការនោះច្បាស់ជាអាមិត្តដែលត្រូវគេយកទៅវាយចោលកាលពី 2-3 ថ្ងៃមុនពូសានគិតក្នុងចិត្តទាំងភ័យទាំងអឬមួយអាមិត្តមិនទាន់ស្លាប់វាលួចរត់រួចមកលាក់ខ្លួននៅទីនេះដោយសារក្តីនឹករលឹកនិងបារម្ភពូសានក៏លួចដើរថយក្រោយបន្តិចម្ដងចេញពីជួរអ្នកធ្វើការរួចខ្សឹបហៅតិចអាមិត្តមែនទេឯងមិនទាន់ស្លាប់ទេអីឮសំឡេងហៅស្រមោលខ្មៅនោះក៏ឈប់កាប់ដីភ្លាមគេទម្លាក់ចប់ចុះរួចងាកមុខមកចំចន្លោះពន្លឺភ្លើងគប់រូបភាពដែលពូសានបានឃើញនៅចំពោះមុខធ្វើឲ្យគេភ័យរន្ធត់រហូតដល់លែងដឹងខ្លួនថាខ្លួនឯងជាមនុស្សផ្ទៃមុខរបស់អាមិត្តមិនមែនជាមុខមនុស្សរស់ទេគឺវាស្លេកស្លាំងលេចចេញសរសៃខៀវពេញថ្ពាល់ភ្នែកទាំងសងខាងលឹបចូលក្នុងរន្ធយ៉ាងជ្រៅនិងគ្មានក្របភ្នែកខ្មៅឡើយគឺមានតែក្របភ្នែកពណ៌សក្បោះសម្លឹងមកពូសានដោយដកជាប់ក្តីឈឺចាប់ខ្សឹកខ្សួលអ្វីដែលរំភើបបំផុតនោះគឺនៅផ្នែកខាងក្រោយក្បាលរបស់គេមានស្នាមបែកលលាតដាក់យ៉ាងធំឈាមពណ៌ខ្មៅខាប់លាយឡំនឹងខួរកំពុងតែហូរស្រោចពេញកញ្ចឹងកនិងអាវខ្មៅរហែកនោះវិញ្ញាណអាមិត្តមិនបាននិយាយអ្វីខ្លាំងទេគេគ្រាន់តែលើកដៃដ៏ស្គាំស្កាំងរហូតឃើញតែឆ្អឹងចង្អុលទៅកាន់ពោះដែលខួងជ្រៅរបស់គេរួចហើបមាត់ខ្សឹបសំឡេងខ្សឹបនោះស្អកស្រាលល្វើយតែវាបន្លឺចូលទៅក្នុងត្រចៀកនិងខួរក្បាលរបស់ពូសានយ៉ាងច្បាស់ក្រឡែតមិត្តសានខ្ញុំឃ្លានបាយណាស់ខ្ញុំឃ្លានបបរណាស់គេវាយខ្ញុំឈឺក្បាលណាស់មិត្តអើយខ្ញុំរងាណាស់សំដីស្រែកឃ្លាននឹងការឈឺចាប់របស់មិត្តភ័ក្តិបានធ្វើឲ្យពូសានរន្ធត់ចិត្តផងអាណិតផងទឹកភ្នែកហូរចេញមកទាំងមិនដឹងខ្លួនស្រាប់តែរំពេចនោះខ្យល់ព្យុះមួយបានបក់បោកមកយ៉ាងខ្លាំងឮសូរវូពេញព្រៃធ្វើឲ្យភ្លើងចន្លោះនិងភ្លើងគប់ទាំងអស់នៅទីការដ្ឋានរលត់ងងឹតសូន្យឈឹងក្នុងពេលតែមួយនៅក្នុងភាពងងឹតស្លុបនោះក្លិនស្អុយរលួយឆាបដូចសាកសពត្រាំទឹកបានភីមកយ៉ាងខ្លាំងស្ទើរតែថប់ដង្ហើមពូសានមិនមែនឃើញត្រឹមតែអាមិត្តម្នាក់ទៀតទេនៅខាងក្រោយខ្នងរបស់អាមិត្តពីក្នុងដីភក់និងកំពូលព្រៃក្រាស់ស្រមោលមនុស្សរាប់សិបរាប់រយនាក់ខ្លះបាក់ដៃខ្លះបែកក្បាលខ្លះធ្លីពោះវៀនសុទ្ធតែប្រឡាក់ឈាមជោកខ្លួនបានក្រោកឈួរត្រដៃត្រដឹមលូកដៃស្គមសម្ដៅមករកពូសានសំលេងធ្ងន់សំលេងយំដង្ហក់រោគដំឡូងរោគបាយស្រែកយំរោគម៉ែឪបន្លឺឡើងរំពងពេញអាកាសលីឡំនឹងសំលេងខ្យល់បោកបុកធ្វើឲ្យទីនោះប្រែជាវាលនរកលោកីដ៏គួរឲ្យខ្លាចបំផុតពូសានភ័យពេកលែងដឹងអីទាំងអស់ជើងទាំងពីរទុំជ្រីរួចក៏ដួលសន្លប់បាត់ស្មារតីនៅកណ្ដាលភក់ច្រាំនោះទៅព្រឹកឡើងពន្លឺព្រះអាទិត្យរះឡើងវិញពូសានដឹងខ្លួនដោយសារតែពួកឆ្លប់យកទឹកជះចំមុខព្រមទាំងជេរប្រមាថនិងយកចុងកំភ្លើងរុញក្បាលចោទថាគេខ្ជិលលួចដេកយាមពូសានខំមាត់សង្កត់ចិត្តក្រោកឈរធ្វើការបន្តទាំងខ្លួនប្រឡាក់ភក់មិនហ៊ានហើបមាត់និយាយពីរឿងកាលពីយប់មិញឲ្យអ្នកណាដឹងសូម្បីតែមួយម៉ាត់ព្រោះបើនិយាយគេច្បាស់ជាត្រូវចោទថាមានសតិអារម្មណ៍មិនល្អហើយត្រូវគេយកទៅវាចោលមិនខានគេត្រូវបង្ខំចិត្តរស់នៅក្នុងភាពភ័យខ្លាចនិងធ្វើការជាមួយពួកឃាតករទាំងបង្ខំចិត្តរហូតមកដល់សប្តាហ៍ថ្ងៃទោះបីជារបបខូខើនោះបានកន្លងផុតទៅរាប់សិបឆ្នាំហើយពូសានคล้ายជាលោកតាដែលមានវ័យចំណាស់ទៅហើយក្តីក៏លោកតានៅតែមិនអាចបំភ្លេចនៅខ្សែភ្នែកនិងសម្លេងខ្សឹបដ៏ឈឺចាប់របស់ដួងវិញ្ញាណទាំងនោះបានដែរជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌលោកតាតែងតែរៀបចំចង្ក្រានបាយធ្វើនំចំណីនិងចង្ហាន់យ៉ាងផ្ចិតផ្ចង់ទៅវាយប្រគៀនព្រះសង្ឃនៅវត្តដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយទៅដល់អមិតមិត្តក៏ដូចជាដួងវិញ្ញាណរាប់លាននាក់ដែលបានស្លាប់យ៉ាងអយុត្តិធម៌និងអត់ឃ្លាននាសម័យនោះសូមឲ្យពួកគេបានទៅកាន់សុគតិភពនិងទទួលបានភាពកក់ក្ដៅលែងរងាលែងអត់ឃ្លានតទៅទៀតឡើយ
ចុះបងប្អូនទាំងអស់គ្នាវិញតើធ្លាប់បានឮចាស់ចាស់ឬលោកយាយលោកតានិទានរឿងរ៉ាវព្រឺព្រួចនាសម័យអាវខ្មៅបែបនេះឲ្យស្ដាប់ដែរឬទេបើមានសូមជួយចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមនេះផងកុំភ្លេចចុច like share និង subscribe channel របស់យើងខ្ញុំដើម្បីទទួលបានរឿងរ៉ាវព្រឺព្រួចថ្មីៗជាបន្តបន្ទាប់ទៀតសម្រាប់យប់នេះសូមអរគុណនិងសូមជម្រាបលា